ភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ28នាក់ត្រៀមប្រឡងបាក់ឌុបដើម្បីជួយសម្រាលទុក្ខធុរៈនិងលើកកម្ពស់ស្មារតីដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនារសៀលថ្ងៃទី9ខែសីហាឆ្នាំ2026លោកហាក់មង្ហួតអភិបាលស្រុកតាំងគោកបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងប្រកល់ថវិកាដល់សិស្សានុសិស្សក្រីក្រត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបសរុបចំនួន28នាក់នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំសកម្មភាពចុះជួយដោយផ្ទាល់នេះគឺធ្វើឡើងស្របតាមអនុសាសន៍និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកម្ពុជានៃជាតិជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានរដ្ឋសភានិងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាព្រមទាំងមានការចង្អុលបង្ហាញនិងជំរុញយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមនុនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលជានិច្ចការតែងតែដាស់តឿនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំសុខទុក្ខនិងអនាគតក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិក្នុងឱកាសនោះលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេឃុំទាំង8ក្នុងស្រុកតាំងគោកដែលបានខិតខំយកចិត្តទុកដាក់និងបានអញ្ជើញចូលរួមអមដំណើរដើម្បីជាកម្លាំងចិត្តនិងការលើកទឹកចិត្តយ៉ាងសំខាន់ដល់បងប្អូនសិស្សានុសិស្សទាំងអស់ក្នុងពិធីនេះឆ្លៀតក្នុងឱកាសនោះលោកបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ដល់បងប្អូនសិស្សានុសិស្សទាំងអស់ឲ្យត្រូវខិតខំប្រឹងប្រែងរៀនសូត្របង្កើនទំនុកចិត្តលើខ្លួនឯងនិងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពជាពិសេសលោកបានក្រើនរំលឹកដល់បងប្អូនការថែរក្សាសុខភាពត្រូវរៀបចំពេលវេលាសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យស្មារតីស្រឡះល្អការប្រុងប្រយ័ត្នរបបអាហារត្រូវប្រុងប្រយ័ត្នចំពោះការហូបចុកដោយជៀសវាងដាច់ខាតនៅការហូបចំណីអាហារម្ជូររបស់ផ្អាប់អាហារគ្មានអនាម័យដែលអាចបង្កឲ្យឈឺពោះរាគរូសនិងរំខានដល់ដំណើរការនៃការប្រឡងគួរបញ្ជាក់ផងដែរថាក្រៅពីផ្ដាំផ្ញើអាណិតស្រឡាញ់និងការផ្ដល់ឱវាទល្អៗគណៈអធិបតីបានប្រគល់ជូននៅថវិកាឧបត្ថម្ភដោយផ្ទាល់ដៃដល់សិស្សក្រីក្រទាំង28នាក់ដោយក្នុងម្នាក់ទទួលបាន20,000រៀលដើម្បីជួយសម្រាប់បន្ទុកចំណាយក្នុងការសិក្សានិងជាកម្លាំងចិត្តបន្ថែមក្នុងការសម្រេចបាននៅលទ្ធផលល្អប្រសើរក្នុងសម័យប្រឡងនាពេលខាងមុខនេះសកម្មភាពនេះបានស្ដែងឲ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់និងការរួបរวมគ្នាយ៉ាងស្និទ្ធស្នាលរវាងអាជ្ញាធរដែនដីស្រុកតាំងគោកនិងថ្នាក់ដឹកនាំឃុំទាំង8ក្នុងការលើកកម្ពស់វិស័យអប់រំនិងធនធានមនុស្សនៅក្នុងមូលដ្ឋាន